បាទសួស្តីទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងបង្ហាញអ្វីទៅជា OD loan បាទអញ្ចឹង OD បាទឬក៏ overdraft loan បាទឬក៏យើងឲ្យឈ្មោះថាឥណទានវិបារុបាទគឺជាប្រភេទឥណទានដែលធនាគារបាទឬក៏ស្ថាប័នដែលផ្ដល់ប្រាក់កម្ចីហ្នឹងគឺគាត់អនុម័តបាទទៅឲ្យអតិថិជនរបស់គាត់ដោយផ្អែកទៅតាមតម្រូវការជាក់ស្ដែងបាទអញ្ចឹងវាខុសពីកម្ចីធម្មតាដែលធនាគារបញ្ចេញប្រាក់បាទគេថាប្រាក់ដែលស្នើសុំគឺទាំងអស់បាទផ្ទុយទៅវិញបាទគឺ OD ហ្នឹងគឺនៅពេលដែលទទួលបានការអនុម័តបាទគឺយើងអាចបាទគេថាអាចដកទៅប្រើប្រាស់បាទទៅតាមលទ្ធភាពជាក់ស្ដែងបាទដោយមិនឲ្យលើសអំពីទំហំដែលគេផ្ដល់ជូននោះទេអញ្ចឹងអ្វីដែលជាលក្ខណៈពិសេសនៃ OD បាទគឺមួយទៀតគឺការគិតការប្រាក់បងប្អូនការគិតការប្រាក់ហ្នឹងគឺការប្រាក់ដែលយើងគិតបាទគឺអាស្រ័យទៅតាមទំហំដែលយើងបានដកទៅប្រើប្រាស់មានន័យថាបើសិនជាយើងបាទបើយើងស្នើសុំចំនួន$10,000បាទខាងស្ថាប័នដែលផ្ដល់ប្រាក់កម្ចីនេះគឺគាត់អនុម័តឲ្យឬគាត់ផ្ដល់ជូន$10,000បាទអញ្ចឹងយើងដកចំនួន$20,000បាទអញ្ចឹងយើងនៅសល់$80,000អញ្ចឹងការគិតការប្រាក់របស់យើងគឺត្រឹមតែ$20,000នោះទេបាទហើយតាក់ទងទៅនឹងសេវាផ្សេងវាអាស្រ័យទៅតាមស្ថាប័នដែលគេមានគោលការណ៍ក៏ដូចជាមានលក្ខខណ្ឌរបស់គេបាទអញ្ចឹងជាទូទៅបាទគឺ OD ឬក៏ overdraft loan ហ្នឹងគឺយើងប្រើប្រាស់វាបាទសម្រាប់តែផ្ដោតទៅលើតែទុនបង្វិលបាទមានរយៈពេលខ្លីបាទអញ្ចឹងនៅពេលដែលអាជីវកម្មរបស់យើងបាទគឺយើងត្រូវការបាទគេហៅថាសាច់ប្រាក់ដើម្បីធ្វើការទិញអីវ៉ាន់ក៏ដូចជាបង្វិលទៅសងទៅកាន់គេហៅថាម្ចាស់អាជីវកម្មមួយចំនួនដែលយើងទៅទិញអីវ៉ាន់បាទយើងអត់មានលុយគ្រប់គ្រាន់បាទអញ្ចឹងយើងត្រូវការទុនបង្វិលបាទយើងត្រូវការទុនបង្វិលហើយការបង្វិលលុយពីអ្នកលក់មកបាទគេហៅថាលក់ទៅឲ្យអ្នកលក់ហើយយើងអត់មានលុយគ្រប់គ្រាន់បាទសម្រាប់ប្រមូលមកវិញបាទអញ្ចឹងគេជំពាក់យើងយូរបង្វិលបាទទៅលើគេហៅថាទិញសន្និធិឬក៏ stock ផ្សេងបាទនៅក្នុងលក្ខខណ្ឌនេះគឺយើងអាចប្រើប្រាស់ទៅលើបាទ OD បាទដើម្បីយកទៅទ្រទ្រង់ទៅលើអាជីវកម្មរបស់យើងបាទអញ្ចឹងឧទាហរណ៍ថាបើសិនជាយើងទៅស្នើសុំបាទឥណទាន OD ហ្នឹងគឺ overdraft facility ឬក៏ឥណទានវិបារុហ្នឹងបាទចំនួន$10,000បាទពីក្រុមហ៊ុនបាទ ABC អញ្ចឹងទៅចោះបាទបងប្អូនហើយបើសិនជាយើងទៅស្នើសុំបាទគឺគេអនុម័តបាទទៅតាមលក្ខខណ្ឌទៅលើគោលការណ៍ឬក៏លក្ខខណ្ឌដែលគេធ្វើការវិតម្លៃហ្នឹងគឺយើងអាចនឹងទទួលបានទៅតាមគោលការណ៍របស់ស្ថាប័ន ABC បាទអញ្ចឹងនៅពេលដែលទទួលបានការអនុម័តគឺយើងអាចដកប្រើប្រាស់ទៅលើឥណទាន OD ដែលយើងស្នើសុំបាទរហូតដល់$10,000គឺមិនឲ្យលើស$10,000នោះទេបាទអញ្ចឹងបើសិនជាយើងដក$40,000បាទទៅទិញអីវ៉ាន់ឬក៏ទៅទិញទំនិញផ្សេងឬក៏ទូទាត់ទៅលើបាទគេហៅថាការដែលម្ចាស់បាទគ្រប់គងរបស់យើងបាទគាត់ត្រូវការលុយបាទយើងត្រូវការបង្វិលអត់តាន់ដោយសារតែគេជាពាក់យើងបាទអញ្ចឹងយើងអាចដក$40,000ទៅធ្វើរឿងទាំងអស់នោះបាទទៅចំណាយអញ្ចឹងយើងអាចបន្ទាប់ពីយើងទទួលបានការបង់សងពីអតិថិជនរបស់យើងបាទដែលយើងលក់អីវ៉ាន់មកវិញបាទយើងអាចដាក់ចូលទៅវិញបាទវាអាស្រ័យទៅតាមទឹកលុយដែលយើងមានជាក់ស្ដែងបាទអញ្ចឹងនៅពេលដែលយើងដាក់ចូលទៅវិញបាទទឹកលុយដែល OD ដែលយើងមានហ្នឹងបាទវានឹងកាត់ចាប់ផ្ដើមបង្គ្រប់ឡើងវិញបាទវាបើសិនជាយើងដាក់ដក$40,000យើងដាក់$40,000ឡើងវិញបាទអញ្ចឹងវានៅសល់$10,000ហើយទៀតសោតបាទបើសិនជាយើងដកចំនួន$40,000គឺការគិតការប្រាក់បាទគឺត្រឹមតែ$40,000នោះទេបាទនៅពេលដែលយើងដាក់ចូលទៅវិញគឺវានឹងលែងគិតការប្រាក់នោះហើយបាទអញ្ចឹងការដកការដាក់ក៏ដូចជាការបង្វិលទៅលើគណនីរបស់យើងបាទគឺក្នុងរយៈពេលកំណត់ជាក់លាក់ណាមួយបាទបើសិនជាស្ថាប័នដែលគេឲ្យហ្នឹងគឺចំនួនបាទ$10,000រយៈពេល1ឆ្នាំបាទអញ្ចឹងការបង្វិលចរន្តលុយរបស់យើងបាទចេញចូលនៅក្នុងគណនីរបស់យើងបាទគឺទាំងអស់នេះបាទវានឹងធ្វើឲ្យបាទគឺ OD របស់យើងមានដំណើរការបាទមានដំណើរការហើយជាទៀតសោតបាទនៅពេលដែលអាជីវកម្មរបស់យើងបាទនៅពេលដែលយើងដកឧទាហរណ៍ថាយើងដក$50,000ទៅចោះបាទហើយយើងដកទៅបាត់ទៅយើងមួយឆ្នាំក្រោយយើងអត់មានលុយដាក់ចូលទៅវិញទេអញ្ចឹងកាលណាយើងអត់ដាក់ចូលទៅវិញបាទស្ថាប័នមួយចំនួនបាទគឺគាត់អាចនឹងបាទគេហៅថាបដូរពី OD ឬក៏ឥណទានវិបារុរបស់យើងបាទទៅជាឥណទានមានរយៈពេលវែងបាទអាចថា term loan បាទមានរយៈពេល5ឆ្នាំ3ឆ្នាំឬក៏7ឆ្នាំឬក៏10ឆ្នាំវាអាស្រ័យទៅតាមរយៈពេលដោយសារតែការប្រើប្រាស់ឥណទាន OD របស់យើងបាទគឺយើង
mìnhគេថាมันមានចរន្តគ្រប់គ្រាន់បាទសម្រាប់គ្រប់គ្រងទៅលើបាទការដូចជាការបង់សងបាទដូចជាចរន្តលុយរបស់យើងมันអាចគ្រប់គ្រាន់បាទអញ្ចឹងទាំងអស់នេះបាទវាជាហានិភ័យមួយបាទសម្រាប់ការប្រើប្រាស់ OD នៅពេលដែលការប្រើប្រាស់ OD របស់យើងបាទគឺយើងអត់បានគិតគូរបាទយើងថាអាស្រ័យទៅលើភាពគេហៅថាការដកស្រួលបាទហើយដកហើយយើងអត់បានដាក់លុយចូលទៅវិញបាទយើងនឹងប្រឈមមុខជាមួយនឹងបាទបញ្ហាអាចនឹងការបដូរទៅជា OD របស់យើងបាទទៅជាឥណទានមានការកំណត់បាទអាចថាលើសពី1ឆ្នាំការបំលែងរយៈពេលដើម្បីឲ្យយើងបង់សងមកវិញបាទតិចមកវិញបាទអញ្ចឹងកត្តាដែលយើងគិតថាវាជារឿងមួយចំណេញបាទដែលអាចថាងាយស្រួលបាទគឺអាចដោះស្រាយបញ្ហាខ្វះសាច់ប្រាក់បណ្ដោះអាសន្នបាទអញ្ចឹងអាជីវកម្មរបស់យើងអាចថាយើងគេទូទាត់អត់លុយអត់គ្រប់គ្រាន់ឲ្យយើងបាទយើងខ្វះលុយទៅទិញអីវ៉ាន់តបាទឬក៏ក៏យើងត្រូវការបាទគេហៅថាចំណាយផ្សេងទៅលើបុគ្គលិកឬក៏ចំណាយផ្សេងដែលពាក់ព័ន្ធជាមួយអាជីវកម្មរបស់យើងបាទយើងអាចទៅស្នើសុំបាទឥណទាន OD នេះបានដោយប្រើប្រាស់ក្នុងរយៈពេលបាទរយៈពេលកំណត់ខ្លីឬក៏កំណត់រយៈពេលជាក់លាក់ណាមួយដើម្បីគ្រប់គ្រងទៅលើអាជីវកម្មរបស់យើងបាទពិសេសមួយទៀតបាទគឺការគិតការប្រាក់បាទជាទូទៅបាទគឺការប្រាក់យើងគិតតែទៅលើបាទគឺចំនួនប្រាក់ដែលយើងដកយកទៅប្រើប្រាស់នោះទេបាទហើយកំប្លែងផ្សេងវាអាស្រ័យទៅតាមស្ថាប័នដែលគេកំណត់បាទក៏ដូចជាលក្ខខណ្ឌមួយចំនួនដែលគេចងបាទនៅក្នុងកិច្ចសន្យានៃការប្រើប្រាស់ទៅលើ OD បាទអញ្ចឹងយើងអាចដកដាក់យើងអាចសងត្រឡប់មកវិញបាទដោយអត់ចាំបាច់បាទស្នើសុំបាទកម្ចីថ្មីនោះទេបាទអញ្ចឹងដល់ការកំណត់ជាក់លាក់ណាមួយបាទរយៈពេលកិច្ចសន្យាដែលគេចងហ្នឹងមួយឆ្នាំហ្នឹងគឺគេអាចនឹងធ្វើការបាទធ្វើការ assessment ឡើងវិញដោយមិនចំណាយពេល assessment ធ្វើការឬក៏វាតម្លៃច្រើននោះទេបាទដោយផ្អែកទៅលើចរន្តនៃការប្រើប្រាស់របស់យើងបាទគឺវាគ្រប់គ្រាន់គឺការបន្ត OD របស់យើងគឺមានភាពងាយស្រួលបាទអញ្ចឹងសម្រាប់ OD ហ្នឹងគឺវាអាចថាងាយស្រួលបាទហើយក៏វាអាចនឹងប្រឈមមុខផងដែរបាទនៅពេលដែលយើងប្រើប្រាស់ហើយយើងអត់មានចរន្តសាច់ប្រាក់របស់យើងបាទ movement ឬក៏ចរន្តសាច់ប្រាក់ចេញចូលរបស់យើងបាទដែលអាស្រ័យទៅតាមបាទគឺលក្ខខណ្ឌដែលគេផ្ដល់ជូនហ្នឹងគឺអត់ត្រូវជាមួយនឹងលក្ខខណ្ឌបាទយើងដកទៅយើងទៅទិញដីឬក៏យើងអត់បានដាក់លុយចូលមកវិញបាទអញ្ចឹងវាប្រឈមមុខជាមួយនឹងហានិភ័យដោយសារតែការផ្ដល់ជូន OD ហ្នឹងគឺយើងផ្ដល់ជូនតែរយៈពេលខ្លីហើយទៀតសោតបាទគឺផ្ដោតតែទៅលើគេហៅថាតម្រូវការអាជីវកម្មបាទសម្រាប់គ្រប់គ្រងទៅលើអាជីវកម្មបាទអញ្ចឹងបើសិនជាយើងដកទៅវិនិយោគរយៈពេលវែងបាទគឺវាអាចនឹងប្រឈមមុខដោយសារតែយើងអាចប្រើប្រាស់ទៅលើគោលបំណងខុសបាទអញ្ចឹងជាការសន្និដ្ឋានមកបាទគឺ OD បាទគឺវាជាឧបករណ៍បាទដែលស័ក្តិសមឬក៏ឥណទានមួយដែលស័ក្តិសមបំផុតបាទសម្រាប់គ្រប់គ្រងអាជីវកម្មបាទហើយវាមានភាពងាយស្រួលបាទសម្រាប់គ្រប់គ្រងបន្ថែមទៀតទៅលើសាច់ប្រាក់លំហូរសាច់ប្រាក់របស់យើងអាចថានៅពេលដែលយើងជួបបញ្ហាកង្វះសាច់ប្រាក់បាទយើងអាចប្រើប្រាស់ OD ដើម្បីគ្រប់គ្រងទៅលើអាជីវកម្មរបស់យើងបាទ